ចាប់និងឃុំខ្លួនម្ចាស់ប្រេនសម្រាប់ធារានៅខេត្តពោធិ៍សាត់ករណីផលិតនិងកែច្នៃគ្រឿងសម្អាងដោយគ្មានច្បាប់អនុញ្ញាតខេត្តពោធិ៍សាត់ម្ចាស់ប្រេនសម្រាប់ធារាត្រូវបានកម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ខ្លួននិងត្រូវបានតុលាការខេត្តពោធិ៍សាត់ចេញដីកាឃុំខ្លួនបណ្ដោះអាសន្នពាក់ព័ន្ធផលិតនិងកែច្នៃគ្រឿងសម្អាងដោយគ្មានច្បាប់អនុញ្ញាតនេះបើតាមមន្ត្រីសាលាដំបងខេត្តពោធិ៍សាត់បានបញ្ជាក់នៅល្ងាចថ្ងៃទី14ខែមីនាឆ្នាំ2025កម្លាំងនគរបាលខេត្តពោធិ៍សាត់បានចាប់ខ្លួនលោកស្រីជួនសុធារាម្ចាស់ក្រុមហ៊ុនសម្រាប់ធារា TD Shop ខលមេអែកកាលពីថ្ងៃទី13ខែមីនាឆ្នាំ2025រួចបញ្ជូនមកកាន់តុលាការខេត្តពោធិ៍សាត់និងត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្នតាមសេចក្តីរាយការណ៍បានឲ្យដឹងថាកាលពីពេលកន្លងទៅម្ចាស់ប្រេនរូបនេះត្រូវបានកម្លាំងសមត្ថកិច្ចធ្លាប់ចុះបង្ក្រាបនៅខេត្តស្វាយរៀងនិងបិទទីតាំងឃ្លាំងផលិតគ្រឿងសម្អាងផងដែរនាំមកជូនដោយហាងចែវិចលក់គ្រឿងកាឡៃកាបូបស្បែកជើងនិងនាឡិកាដៃគ្រប់ប្រភេទបើអស់លោកស្រីអ្នកនាងកញ្ញាចាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ089 74 00 46 096 85 28 883ឬក៏ទៅដល់ទីតាំងផ្ទាល់ដែលមានអាសយដ្ឋាននៅផ្សារអូអំបិលក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យនាំមកជូនដោយទឹកពិសាបរសុទ្ធ CPHN ជាទឹកបរិសុទ្ធមានរសជាតិឆ្ងាញ់ត្រជាក់ចូលចិត្តដិតអារម្មណ៍ជាកម្មសិទ្ធិរបស់សហគ្រាស CPHN មានដាក់លក់ទូទាំង25រាជធានីខេត្តហើយបើឲ្យលោកស្រីអ្នកនាងកញ្ញាមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ012 90 39 22 086 21 26 71តើលោកអ្នកកំពុងតែស្វែងរកសាលាដែលប្រកបដោយគុណភាពដើម្បីទៅធ្វើការនៅប្រទេសកូរ៉េមែនទេគ្មានលទ្ធភាពបង់ថ្លៃសាលាចំណាយលើកន្លែងស្នាក់នៅចំណាយសម្បត្តិយន្តហោះនិងចំណាយលើឯកសារផ្សេងៗមែនឬទេសូមបងប្អូនអស់បារម្ភសាលាបណ្ដុះបណ្ដាលភាសាកូរ៉េវិសាលភាពអាចសម្រេចក្តីសុបិនជូនលោកអ្នកបានសាលាមានគ្រូជំនាញនិងបទពិសោធន៍ច្រើនឆ្នាំសិក្សារយៈពេលខ្លីឆាប់ចេះឆាប់យល់ធានាប្រឡងជាប់ 100% លោកអ្នកទទួលបានកញ្ចប់ការចំណាយទាំងស្រុងកន្លែងស្នាក់នៅសម្ភារៈសិក្សានិងការបណ្ដុះបណ្ដាលពេញម៉ោងរហូតបានប្រឡងជាប់និងបានទៅធ្វើការនៅប្រទេសកូរ៉េរៀនរហូតប្រឡងជាប់មិនកំណត់រយៈពេលសូមតាក់ទងមកសាលាវិសាលភាពទាំង3សាខាឥឡូវនេះ